ខ្ញុំសូមជម្រាបសួរអាដាមកែវរតនបាទអរគុណអាដាមដែលអញ្ជើញមកដល់បន្ទប់ផ្សាយវិទ្យុបារាំងអន្តរជាតិ FE នៅថ្ងៃនេះដើម្បីផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងបាទដោយសារតែប្រហែលថ្ងៃនេះមានបណ្ដាញសង្គមឬក៏ព័ត៌មានមួយចំនួនហ្នឹងបានផ្សព្វផ្សាយអំពីបញ្ហាពលរដ្ឋនៅរស់នៅតំបន់អន្ទង់អាំងបាននិយាយជាសាមញ្ញអញ្ចឹងដែលគេស្គាល់ច្រើនឬក៏ភ្នំ1500នៅក្នុងស្រុកវាវិញខេត្តពោធិ៍សាត់មែនទែនទៅរឿងនេះបានកើតឡើងយូរដែរហើយគ្រាន់ថាថ្មីនេះមានប្រជាប្រដ្ឋមួយចំនួនប្រហែលជាឯកសារដែលពលរដ្ឋនិយាយហ្នឹងថាមាន20គ្រួសារជាងឬក៏ជិត30គ្រួសារដែលគាត់នៅមិនទាន់យល់ព្រមចាក់ចេញពីតំបន់នោះដែលក្រមគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីស្ដារព្រៃឈើឡើងវិញនៅក្រោមគម្រោងអភិវឌ្ឍបៃតងដែលជាតំបន់ពិសេសមួយនៅក្នុងប្រទេសកម្ពុជាតំបន់តុងអាំងហ្នឹងគឺមិនមានតំបន់ណាដែលមានស្ថានភាពដូចគ្នានឹងទេហើយអាចនិយាយបានជាបេះដូងនៃខេត្តពោធិ៍សាត់ផងដែរហើយអាយដាមបានបញ្យល់កាលពីចុងឆ្នាំ2024ថាពលរដ្ឋជាង100គ្រួសារទាំងអស់ដែលប៉ះពាល់ប៉ុន្តែមានភាគច្រើនបានព្រមធ្វើការផ្តិតមេដាចាក់ចេញប៉ុន្តែនៅសល់ពលរដ្ឋប្រហែលជា20គ្រួសារតាមព័ត៌មានចុងក្រោយនេះគឺគាត់នៅបន្តឡើងមកទីក្រុងភ្នំពេញដើម្បីសុំឲ្យរដ្ឋាភិបាលហ្នឹងដោះស្រាយជាគោលនយោបាយឬក៏មែនទេគាត់មិនចង់ចាក់ចេញពីតំបន់ហ្នឹងដោយសារការអះអាងថាការរស់នៅអ្នកខ្លះជាង10ឆ្នាំអ្នកខ្លះអាចនិយាយបានថាជិត20ឆ្នាំអាដាមអាចបញ្ជាក់បានទេតើរឿងនេះវិវត្តដល់ណាហើយដោះស្រាយយ៉ាងម៉េចហើយក្នុងនាមអាដាមជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បាទសូមអរគុណហើយសូមអរគុណដល់វិទ្យុបារាំងចំពោះឱកាសនេះហើយសូមគោរពបងប្អូនអ្នកស្ដាប់តាមដានព័ត៌មានរបស់វិទ្យុបារាំងសូមកត់សរសើរចំពោះវិទ្យុបារាំងចំពោះភាពជាអាជីពក្នុងការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋយើងហើយប្រជាពលរដ្ឋយើងច្រើនណាស់ដែលបានទទួលបានការអប់រំបានព័ត៌មានពិតប្រាកដពីវិទ្យុបារាំងកន្លងមកចំពោះបញ្ហានេះសូមជម្រាបជូនបងប្អូនអ្នកតាមដានព័ត៌មានក៏ដូចជា RFI ថាវាចេញពីប្រវត្តិដើមបន្តិចប្រវត្តិដើមនោះត្រង់ថាតំបន់វាវែងនេះជាតំបន់ដែលបានធ្វើសមរណកម្មចូលខេត្តពោធិ៍សាត់នឹងចុងក្រោយបំផុតបង្កើតទៅជាស្រុកព្រោះកាលមុននោះជាតំបន់មួយដែលតំបន់កាប់ចាក់គ្នាក្នុងការទំនាស់ដែលយើងមិនទាន់មានសន្តិភាពជាមួយខ្មែរក្រហមនោះបាទអញ្ចឹងហើយស្រុកវាវែងនេះគឺបានសន្តិភាពហើយនឹងការភ្ជាប់មកការប្រវត្តិជាមួយខេត្តពោធិ៍សាត់នេះគឺចុងក្រោយគេបំផុតហើយបើមិនបងប្អូនយើងមើលផែនទីរបស់ក្រសួងបរិស្ថានផែនទីរបស់ក្រសួងសាធារណការផែនទីដែលមាននៅក្នុងដៃរបស់យើងហ្នឹងគម្របបៃតងតាមផ្លូវទាំងអស់ហ្នឹងគឺគ្មានការតាំងទីលំនៅរបស់អ្នកណាទេបាទដូច្នេះទី1ការអះអាងដែលថាមានការរស់នៅ10ឆ្នាំជាងអីហើយហ្នឹងគឺសុទ្ធតែជាការលើកមិនត្រូវពីព្រោះយើងអាចយកផែនទីមកមើលបានទេនៅពេលដែលផ្លូវកំពុងត្រូវបានសាងសង់គឺយើងមានតែធនធានធម្មជាតិពោះកន្លែងនោះជាកន្លែងអភិរក្សធនធានធម្មជាតិរបស់ប្រទេសគឺជាឧទ្យានជាតិដូច្នេះត្រឹមឆ្នាំ2018ចុងឆ្នាំគឺផ្លូវហើយនឹងព្រៃអត់ទាន់មានប្រជាជនអត់មានទេហើយយើងអាចធ្វើការផ្ទៀងផ្ទាត់ផែនទីនេះបានទាំងអស់គ្នាអញ្ចឹងសួរថាចុះមានប្រជាជនប្រមាណដែលទៅតាំងទីលំនៅក្នុងក្រោយហ្នឹងមានភាគច្រើនគឺ4-5ឆ្នាំ6ឆ្នាំយ៉ាងច្រើនដែលគាត់ទៅដោយខុសច្បាប់មានន័យថាម៉េចគឺទៅកាន់កាប់ដោយអត់មានការទទួលស្គាល់ផ្លូវការពីរដ្ឋាភិបាលទេរដ្ឋាភិបាលមិនដែលបានកាត់ដែនឧទ្យានជាតិនោះឲ្យទៅបុគ្គលណាមួយទេហើយក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ហ្នឹងគឺមានប្រមាណយើងគិតថាប្រហែលនឹង100គ្រួសារលេខមូល90តិចតួចថាលេខមូលថាប្រហែលជិត100គ្រួសារហើយបន្ទាប់ពីបោះឆ្នោតហើយឆ្នាំ2023ហ្នឹងសម្ដេចបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះទទួលបានសំណូមពរខ្លាំងណាស់ពីប្រជាពលរដ្ឋទូទាំងប្រទេសដែលគាត់បានធ្វើដំណើរចេញចូលទៅតំបន់ថ្មីហ្នឹងគាត់ទៅទស្សនាគាត់ទៅកំសាន្តហ្នឹងគាត់ឃើញកន្លែងតំបន់អន្ទង់អាំងគឺជាកន្លែងមួយដែលពិសេសដែលអត់មាននៅកន្លែងណាទេនៅប្រទេសកម្ពុជាយើងហើយតម្លៃខុតពោធិ៍សាត់ចាត់ទុកថាហ្នឹងជាបេះដូងថ្មីរបស់ពោធិ៍សាត់ខ្ញុំខ្លួនឯងក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់បានធ្វើការកោះប្រជុំហើយបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមកបញ្យល់មកដេញដោលមកផ្លាស់ប្ដូរយោបល់រហូតទៅដល់ឈានទៅរកការឯកភាពថា2ភាគ3បានទទួលតាំងពីមុនដាច់ឆ្នាំ2024នេះទទួលយកនៅការដោះស្រាយរបស់រដ្ឋាភិបាលមានន័យថាអ្វីត្បិតតែគាត់កាន់កាប់ខុសច្បាប់នៅតំបន់នោះប៉ុន្តែគ្មានការដោះស្រាយគោលនយោបាយពីរដ្ឋាភិបាលដើម្បីយកគាត់មកកន្លែងផ្សេងអញ្ចឹងមានន័យថាពលរដ្ឋដែលរដ្ឋាភិបាលឲ្យចាក់ចេញពីតំបន់ហ្នឹងគឺមានន័យថារដ្ឋាភិបាលផ្ដល់ជាគោលនយោបាយមានផ្ដល់ជាគោលនយោបាយឲ្យបានបញ្យលបកស្រាយជូនអស់ហើយខ្ញុំសូមលើកសមត្ថភាពថាអ្នកដែលនៅ
ប្រឆាំងតវ៉ាមិនព្រមឯកភាពចុងក្រោយតើភាគច្រើនជាអ្នកណាគឺសិតតែបងប្អូនមិនមែនរស់នៅទីនោះទេឧទាហរណ៍ខ្ញុំលើកលោកស្រីសែមសុគាដែលគាត់ចេញតាមអាស៊ីសេរីចេញអីយំស្រែកថាអត់ផ្ទះនៅអញ្ចឹងក៏អត់មានផ្ទះនៅនឹងទេគាត់មានផ្ទះនៅកន្លែងផ្សេងនៅភូមិលងរៀបនៅសុកវេហ្នឹងនៅកន្លែងផ្សេងហើយគាត់អត់មានផ្ទះនៅតំបន់អន្តងអាំងទេអញ្ចឹងមានសំខាន់ឯកឧត្តមអញ្ចឹងមានន័យថាគាត់មិនត្រូវបានរត់ឲ្យគាត់ចាក់ចេញទេគាត់អាចនៅទីណាគឺនៅទីនឹងដដែលឬយ៉ាងម៉េចមិនទេគឺមានន័យថាតំបន់ហ្នឹងគឺត្រូវឯកភាពចាក់ចេញទាំងអស់គ្នាប្រសិនបើ70-80% គេទៅហើយយើងមិនទៅវាអត់ស្មើភាពអញ្ចឹងគឺថាយើងទៅក្នុងនីតិរដ្ឋយើងត្រូវការស្មើភាពក្នុងច្បាប់ដូច្នេះមិនអាចថា80%ចេញ10-20% មិនចេញអញ្ចឹងតើអនុវត្តច្បាប់យ៉ាងម៉េចហើយមានបងប្អូនមានជាគ្រូបង្រៀនមានជាមានទាំងអ្នកប៉ូលីសមានទាំងអាជីវករពីប៉ោយប៉ែតពីប៉ៃលិនពីតកៅពីអីមកចាប់ដីនៅទីនោះដែលអត់ត្រូវច្បាប់សំដៅទៅលើថាតើមានការកាត់ជាដីឲ្យពីរដ្ឋាភិបាលអត់ដែលមានទេតើមានការចេញប្លង់ទទួលស្គាល់ក៏អត់ដែលមានដែរបាទដូច្នេះហើយបានជាយើងខ្ញុំជាពិសេសរដ្ឋាភិបាលគឺសំណូមពរឲ្យបងប្អូនយោគយល់អំពីភាពចាំបាច់នៃការយកកន្លែងនោះត្រឡប់មកវិញដើម្បីធ្វើជាតំបន់បៃតងដើម្បីឲ្យទាំងអស់គ្នាមានការប្រើប្រាស់តរៀងទៅជាការអភិរក្សជាតិឡើងវិញហើយចំពោះបងប្អូនដែលរងផលប៉ះពាល់ហ្នឹងគឺមានគោលនយោបាយដោះស្រាយឲ្យដូច្នេះមិនមែនថារើទៅកវត្តចោលនោះទេទីតាំងដែលពលរដ្ឋត្រូវទៅកាន់ថ្មីហ្នឹងតើនៅក្បែរតំបន់ហ្នឹងដែរទេឬមួយក៏វាទីតាំងខុសពីគ្នាឆ្ងាយពីគ្នាបន្តិចប៉ុន្តែជាទីតាំងដែលមានដីល្អមិននៅលើភ្នំវាជាដីល្អហើយជាដីដែលយើងអាចត្រៀបចំជាប្លង់រឹងប្លង់អីជូនបងប្អូនបានដូច្នេះមួយគឺនៅកន្លែងខុសច្បាប់ទី2មកកន្លែងដែលយើងធ្វើប្លង់ឲ្យត្រូវច្បាប់ហើយមានដោះស្រាយគោលនយោបាយឲ្យហ្នឹងដូច្នេះនេះគឺជាគោលនយោបាយទុនភ្លុនមែនទែនគួរតែទទួលឲ្យភាគច្រើនលោកបងប្អូនបានទទួលហើយតាមច្បាប់ភូមិបាលដូចជាមានបានចែងដែលថាបើសិនជាពលរដ្ឋកាន់កាប់ហ្នឹងមុនច្បាប់ភូមិបាលចេញហ្នឹងដោយថារដ្ឋត្រូវតែទទួលស្គាល់ពួកគាត់ប៉ុន្តែក្រោយច្បាប់ភូមិបាលចេញខ្ញុំប្រហែលជាមិនច្បាស់ឆ្នាំ2000បាទគឺអត់ទេអត់ត្រូវទាំងអស់បើសិនជាពួកយើងខ្ញុំទទួលបានការបញ្ជាក់ពីបរិស្ថានហើយដេញដោលជាមួយបងប្អូនប្រជាពលរដ្ឋហ្នឹងទាំងអស់គ្នាបាទគឺទាំងក្រមបរិស្ថានច្បាប់ស្តីពីការពារធនធានធម្មជាតិដោយក្រសួងបរិស្ថានទាំងក្រមបរិស្ថានគឺខុសទាំងអស់បើនិយាយពីច្បាប់ស្តីពីស្ថាបភូមិបាលក៏មិនត្រូវនិយាយពីការពារចំណីផ្លូវក៏មិនត្រូវទីបងប្អូនខ្លះគាត់សង់នៅជាប់ចំណីផ្លូវហ្នឹងអាហ្នឹងគេអត់ឲ្យទេសំណង់យើងដឹងហើយចំណីផ្លូវសងខាងប្រហែលម៉ែត្រគេត្រូវរក្សាដើម្បីទុកធ្វើហេដ្ឋារចនាសម្ព័ន្ធសាធារណៈមិនថាបកគោលភ្លើងមិនថាអ៊ីនធឺណិតមិនថាខ្សែកាបទេប៉ុន្តែបងប្អូនខ្លះមកចាប់នៅលើចំណីផ្លូវសូម្បីតែអញ្ចឹងក៏អត់មានដែរអញ្ចឹងហើយបានជាក្នុងការសាងសង់សំណង់មួយចំនួននៅអស់ហ្នឹងអត់ដែលមានការទទួលស្គាល់ពីក្រសួងដែនដីឬមួយក៏អីទេដោយសារធ្វើទៅវាអត់ទៅច្បាប់ដែលគេឲ្យមិនបានប៉ុន្តែឯកឧត្តមមានលិខិតមួយដែលខ្ញុំទទួលបាននេះគឺថាពលរដ្ឋដែលមិនសុខចិត្តប្រមាណគ្រួសារហ្នឹងគាត់ដាក់លិខិតទៅកាន់សម្ដេចប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2024គាត់អះអាងថាគាត់បានរស់នៅអាស្រ័យផលហ្នឹងច្រើនឆ្នាំគាត់អត់បញ្ជាក់ឆ្នាំហើយអ្នកខ្លះទៀតគាត់ថាគាត់បានទិញពីគេហើយធ្វើជាគេហៅថាហាក់ដូចជារីសតតូចមួយឬមួយក៏កន្លែងផ្ទះសម្បែងមានដាំដើមឈើមានប្រកបអាជីវកម្មហាងកាហ្វេអីជាដើមនៅហ្នឹងហើយគាត់ថាមានអាជ្ញាធរភូមិឃុំទទួលស្គាល់គ្មានបាទទី1ការដែលអាងរបស់បងប្អូនប្រជាពលរដ្ឋវាអត់មួយចំនួនហ្នឹងវាអត់ស៊ីជាមួយសភាពការជាក់ស្ដែងព្រោះថាជាងផ្លូវធ្វើឲ្យឆ្នាំ2020 18ហើយនឹងចាប់2020បើផែនទីដាក់មកវាបៃតងទាំងអស់អត់ដែលមានការកាត់ដីពីរដ្ឋាភិបាលឲ្យទៅលក់ដល់ទៅចែកគ្នាទេអ្នកណាទៅដែលមានសិទ្ធិសញ្ញាលក់ដីគឺអត់មានពួកអ្នកដែលមានសិទ្ធិក្រមច្បាប់ដែលកាត់ដីឲ្យអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិតែមួយគត់គឺនាយករដ្ឋមន្ត្រីតាមរយៈអនុក្រឹត្យពេលដែលខ្ញុំទៅធ្វើជាអង្គប្រធានអង្គប្រជុំនៃការពិភាក្សាហ្នឹងឲ្យបងប្អូនបង្ហាញមកថាកន្លែងណាដែលមានប្លង់ឲ្យយកមកស្លឹកឲ្យយើងឲ្យតវ៉ាមកអត់មានបងប្អូនណាមួយសូម្បីទៅម្នាក់ដែលមានលទ្ធភាពបញ្ជូនឯកសារមកថាមានប្លង់មានការទទួលស្គាល់អត់មានទេដូច្នេះជាការទិញដូររវាងពួកគាត់ជាមួយគ្នាអាហ្នឹងជាកិច្ចការអមថាយើងទៅកាប់ដីខុសច្បាប់ហើយយើងទៅទិញបន្តពីខុសច្បាប់ហ្នឹងតើសួរថាយើងត្រូវអត់យើងអត់ត្រូវដូចគ្នាអ្នកលក់ក៏មិនត្រូវអ្នកទិញក៏មិនត្រូវហើយការដែលធ្វើមិនត្រូវហ្នឹងក៏មិនមែនមានន័យថាទុកយូរទៅត្រូវដែរវាអត់ត្រូវទេអញ្ចឹងហើយបានជានៅក្នុងស្ថានភាពនេះយើងបានបញ្យលអស់ហើយយើងដោះស្រាយតាំងពីឆ្នាំ2024មកទុកពេលបងប្អូនគិតប៉ុន្តែវាដល់ពេលដែលបងប្អូនត្រូវតែពិចារណាដោយសារអីដោយសារថា
ទីមួយការអភិរក្សកន្លែងនេះគឺដើម្បីគោលដៅទាំងអស់គ្នាមិនបានយកតំបន់ហ្នឹងទៅឲ្យអុកញ៉ាឬមួយឲ្យអ្នកមានណាទេហើយឥឡូវយើងដាំដើមឈើបដាឆ្នាំនេះយើងឆ្នាំតែមិញយើងដាំបានជិត 50000 ដើមឆ្នាំនេះយើងដាំ 50000 ដើមនៅកន្លែងទៀតដើម្បីឲ្យវាជាគម្របបៃតងដូចមុនឡើងវិញបាទពលរដ្ឋគាត់បញ្ជាក់ដែរគាត់ថាគាត់រស់នៅហ្នឹងគាត់មានដាំដើមទុរេនដើមស្វាយឬឈើហូបផ្លែវាធំហើយអញ្ចឹងបើសិនបើរដ្ឋដកហូតយកតើដើមឈើទាំងអស់ហ្នឹងរដ្ឋរក្សាទុកឬមួយក៏វាមិនដាំឡើងវិញយើងថាយើងដាំដើមឈើដែលវាមានលក្ខណៈជាដើមឈើព្រៃដែលងាយដុះហើយដែលមានលក្ខណៈឈរជើងនៅទីនោះវាល្អពីព្រោះផលប៉ះពាល់ដែលមិនថាចំការឬក៏ផ្ទះអីទេដែលមានតិចតួចហ្នឹងរដ្ឋាភិបាលបានគិតគូរនៅក្នុងគោលនយោបាយដោះស្រាយគោលនយោបាយជូនគាត់ឧទាហរណ៍ថាប្រសិនបើដីគាត់1ហិកតានៅនេះឲ្យគាត់ដី1ហិកតាហើយបើមានផ្ទះបូកថ្លៃដីបាយផ្ទះថែមតិចឲ្យគាត់ទៀតបើមានដើមឈើថែមដើមឈើជាតម្លៃឲ្យដីទៀតដូច្នេះការគិតគូរនេះគឺការគិតគូរដែលទន់ភ្លន់បំផុតទី1គឺទុកកន្លែងនេះសម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រទេសយើងតទៅមុខទៀតទី2គោលនយោបាយដែលរដ្ឋាភិបាលបានដោះជូនវាស័ក្តិសមទន់ភ្លន់ហើយយកទៅមិនយកទៅបោះចោលទេយកទៅកន្លែងដែលផ្លូវកស៊ូធ្វើថ្មីយកទៅកន្លែងដែលមានទឹកស្អាតទឹកដាក់កំពង់ទៅស្អាតមានភ្លើងអគ្គិសនី24ម៉ោងដូច្នេះវាជារឿងមួយដែលគួរតែពិចារណាដើម្បីទាំងអស់គ្នាកន្លងមកអាជ្ញាធរមិនទាន់ចង់បញ្ចេញរូបភាពទេឧទាហរណ៍ថាគាត់ធ្វើគ្រូបង្រៀននៅភ្នំពេញគាត់ធ្វើអាជីវករនៅប៉ៃលិននៅប៉ោយប៉ែតគាត់នៅតាកែវគាត់នៅណាដែលបើចាប់យកដីហ្នឹងហើយទុកលេងទុកកំសាន្តហ្នឹងមេធាវីមួយចំនួននៅភ្នំពេញផងដែរបើសិនជាអាជ្ញាធរចេញរូបថតដាក់តាមទំព័រ social media កន្លងមកក៏ជាជំរឿដែរប៉ុន្តែសម្ដេចបវរទៅប្តីលោកមិនចង់ធ្វើចឹងទេលោកចង់ថាឲ្យមានការដោះស្រាយទៅការពារកិត្តិយសឲ្យទាំងអស់គ្នាហើយរស់នៅបន្តទៀតឲ្យសេចក្តីថ្លៃថ្នូរស្របច្បាប់ហើយមានផលប្រយោជន៍ទាំងជាតិទាំងបងប្អូនទាំងអស់គ្នានេះជាដំណោះស្រាយឈ្នះប៉ុន្តែឧទាហរណ៍ថាប្រសិនជាបងប្អូននៅតែផលិតព័ត៌មានคล้ายៗចឹងអាជ្ញាធរអាចបញ្ចេញមុខអាចបញ្ចេញថាអ្នកនេះធ្វើគ្រូបរិញ្ញានៅភ្នំពេញទៅទិញដីខុសច្បាប់8ហិកតានៅហ្នឹងអ្នកនេះធ្វើប៉ូលីសអ្នកនេះធ្វើមេធាវីរូបថតអញ្ចេះនេះនៅភ្នំពេញឥឡូវមកចាប់ដីនៅវិលវែងនៅកន្លែងតំបន់តុងអាំងដែលជាតំបន់ឧទ្យានជាតិដែលខុសច្បាប់ហ្នឹងដូច្នេះបើសិនបញ្ចេញរូបថតអញ្ចឹងមកហើយដាក់ទៅអញ្ចឹងវាអត់ល្អមើលអាជ្ញាធរកន្លងមកមានការអត់ធ្មត់ណាខ្ញុំនៅតែសំណូមពរឲ្យបងប្អូនប្រមាណគ្រួសារដែលមិនទាន់ឯកភាពហ្នឹងគួរតែគិតដូចអ្នកភាគច្រើនដែលបានឯកភាពតាមការដោះស្រាយគោលនយោបាយនេះពីព្រោះរស់នៅក្រោមច្បាប់វាប្រសើរជាងរស់នៅក្រៅច្បាប់ហើយការដែលយើងដកអាភាពមិនត្រូវច្បាប់អង្គចេញនេះវាបានផលទៅទៀតផលឲ្យខ្លួនឯងគឺមួយទៅរស់នៅកន្លែងស្របច្បាប់តកូនតចៅទី2អាកន្លែងដែលយើងលះបង់អាកន្លែងដែលយើងកាន់កាប់ខុសច្បាប់នេះវាទៅជាផលប្រយោជន៍ទាំងអស់គ្នារបស់ជាតិយើងហើយរដ្ឋាភិបាលមិនយកកន្លែងហ្នឹងទៅឲ្យបុគ្គលណាទេគឺទុកសម្រាប់អភិវឌ្ឍអភិរក្សឲ្យត្រូវច្បាប់ផងហើយដើម្បីផលប្រយោជន៍ដល់អ្នកកើតពោធិ៍សាត់និងប្រជាពលរដ្ឋទូទាំងប្រទេសដែលទៅលេងទៅកំសាន្តកន្លែងនោះនេះជាសំណូមពរខ្ញុំឲ្យបងប្អូនពិចារណាបាទអរគុណអាយដាមខ្ញុំសូមបញ្ជាក់ថាអាយដាមកែវរតនៈគឺជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បាទសូមអរគុណវិទ្យុបារាំងសូមអរគុណបងប្អូនប្រជាពលរដ្ឋបាទ